យើងទាំងអស់គ្នាកើតមកដោយតាមច្បាប់ដើមមួយប៉ុន្តែមនុស្សជាច្រើនស្លាប់ដោយជាតាមច្បាប់ចម្លងទៅវិញ Carlo diceva che កាឡូធ្លាប់និយាយថាសម្រាប់យើងម្នាក់ព្រះជាម្ចាស់បានរៀបចំគម្រោងការមួយដ៏ច្បាស់លាស់ដែលយើងមិនអាចយកអ្វីមកជំនួសបានឡើយគ្រាន់តែការគិតអំពីក្រយ៉ាវដៃរបស់យើងគ្មាននរណាម្នាក់មានក្រយ៉ាវដៃដូចគ្នាឡើយមានន័យថាព្រះអង្គម្ចាស់ពិតជាមានគម្រោងការសម្រាប់យើងម្នាក់ខុសប្លែកពីគ្នាប៉ុន្តែគម្រោងការនោះមិនទាន់បានកើតឡើងនៅឡើយទេព្រះជាម្ចាស់ទុកសេរីភាពឲ្យយើងនិងឲ្យយើងម្នាក់ជាអ្នកបំពេញវាដោយខ្លួនឯង On peut rentrer au ciel. យើងអាចចូលទៅសាលបរមសុខជាមួយទូរស័ព្ទទំនើបនៅក្នុងដៃបានយើងទ្រព្យធំដើម្បីរស់នៅក្នុងភាពបរិសុទ្ធបច្ចុប្បន្នកាលនេះពិភពលោកយើងត្រូវការសង្តែជាច្រើនសម្រាប់ធ្វើជាគំរូសម្រាប់ប៉ា Francisco ណែនាំឲ្យយើងស្គាល់កាឡូ Si vede proprio che ជាក់ស្ដែងណាស់កាឡូបានធ្វើជាគំរូសម្រាប់ការប្រើប្រាស់បណ្ដាញសង្គមអ៊ីនធឺណិតតាមរបៀបដ៏ល្អមួយ di internet គាត់ស្គាល់អំពីរបៀបប្រើប្រាស់កម្មវិធីទាំងនោះដូចជា WhatsApp ឬក៏ Facebook ជាដើមហើយសម្រាប់មូលហេតុដ៏ត្រឹមត្រូវទៀតផងគាត់ប្រើប្រាស់វាដើម្បីកសាងព្រះរាជនៃស្ថានបរមសុខ Carlo, c'est vraiment le កាឡូពិតជាជួនទៅវិសុទ្ធមួយរូបប៉ុន្តែគាត់ជាមនុស្សសាមញ្ញដែរម្នាក់ផ្នែកទេសាធ្លាប់និយាយថាអ្វីដែលអស្ចារ្យយើងធ្វើអត់បានប៉ុន្តែយើងអាចធ្វើការទួយតាដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ il est né en កាឡូ 1981. កើតនៅឆ្នាំ91និងមានជីវិតសាមញ្ញដូចយើងគាត់ទៅសាលារៀនដូចយើងដែរពេលទៅសាលារៀន Carlo មានពេលខ្លះយើងធុញទ្រាន់ណាស់ប៉ុន្តែសម្រាប់កាឡូនៅពេលគាត់ទៅសាលាគឺជាឱកាសដើម្បីគាត់ជួបនឹងមនុស្សឯទៀតនៅតាមផ្លូវគាត់តែងតែមានស្នាមញញឹមជានិច្ចចំពោះមនុស្សគ្រប់គ្នា Io ho conosciuto ខ្ញុំបានជួបកាឡូនៅពេលរៀនថ្នាក់ទី 3 គាត់ជាមិត្តសម្លាញ់របស់ខ្ញុំនៅបឋមសិក្សានិងអនុវិទ្យាល័យហើយយើងបានចំណាយពេលវេលាច្រើនរាល់ពេលរសៀលដើម្បីមើលកុននិងលេងជាមួយគ្នាគាត់ជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំអ្វីមួយដែលខ្ញុំចូលចិត្តពីគាត់គឺគាត់ជាមនុស្សសាមញ្ញហើយគាត់មិនដែលវិនិច្ឆ័យនរណាម្នាក់ឡើយ កាឡូចូលចិត្តកុំព្យូទ័រណាស់គាត់ចូលចិត្តបង្កើតវីដេអូជាពិសេសវីដេអូបែបកំ pl ែងនិងវីដេអូអំពីសត្វនៅផ្ទះខ្ញុំមិនសូវចេះប្រើកុំព្យូទ័រទេដូច្នេះហើយនៅពេលគាត់បង្កើតវីដេអូរួចគាត់តែងតែបង្ហាញឲ្យខ្ញុំមើលជាវីដេអូគួរឲ្យចង់សើចណាស់ Dai, fa anche la depressione. Avanti alla terra sotto le scarpe. Sì, eccolo! ពេលនៅក្មេងខ្ញុំធ្លាប់តតបាល់ជាមួយកាឡូខ្ញុំស្គាល់គាត់អាយុ6ឆ្នាំដោយសាររៀងរាល់រដូវក្តៅបងប្រុសខ្ញុំនិងខ្ញុំតែងតែទៅលេងផ្ទះជីដូនមួយរបស់យើងនៅឯក្រុងអាស៊ីស៊ីរយៈពេលប្រហែលជា2ទៅ3សប្តាហ៍ Finiscilo!
Mio fratello aveva 12 បងប្រុសខ្ញុំមានអាយុ12ទៅ13ឆ្នាំពេលយើងលេងជាមួយគ្នាគាត់តែងតែធ្វើបាបខ្ញុំពេលកាលនោះឃើញបងប្រុសខ្ញុំធ្វើបាបខ្ញុំបែបនេះគាត់ដេញបងប្រុសខ្ញុំមកទៅខាងក្រៅផ្ទះប្រហែលកន្លះម៉ោងភ្លាមនោះខ្ញុំមិនយល់ទេខ្ញុំមិនបានយល់យ៉ាងស៊ីជម្រៅនៅអ្វីដែលកំពុងកើតឡើងព្រោះខ្ញុំនៅក្មេងយូរទៅខ្ញុំដឹងថាកាលនោះជាមនុស្សពិសេសម្នាក់គាត់ជាមនុស្សម្នាក់ដែលប៉ះពាល់ជីវិតរបស់អ្នកហើយធ្វើឲ្យអ្នកនឹកចាំអំពីគាត់ជានិច្ចរាល់យប់ខ្ញុំចូលគេងខ្ញុំតែងតែគិតដល់កាឡូព្រោះគាត់ជាមនុស្សម្នាក់មិនអាចបំភ្លេចបាន Carlo aveva una sensibilità កាឡូ differente. មានចំណាប់អារម្មណ៍អំពីសាសនាតាំងពីយើងនៅក្មេងមកម្លេះ បងប្រុសខ្ញុំនិងខ្ញុំមិនដូចគាត់ទេយើងមានការអប់រំខុសគ្នាកាឡូជាយាមបង្វែរពួកយើង Devo dire che ឲ្យទៅរកអ្វីដែលល្អសម្រាប់ជីវិតខាងផ្លូវវិញ្ញាណចំណែកពួកយើងវិញ anche a noi verso un qualcosa di un pochino più spirituale. យើងនៅក្មេងហើយយើងចូលចិត្តលេងសប្បាយតែប៉ុណ្ណោះពេលយើងដើរលេងជុំវិញទីក្រុងអាស៊ីស៊ីកាឡូចូលចិត្តនាំយើងទៅលេងនិងទស្សនាព្រះវិហារជាច្រើននិងអ្វីផ្សេងទៀតអំពីវប្បធម៌នៃគ្រីស្ទសាសនា A portarci appunto in chiesa e solo a visitarla. អ្វីដែលអស្ចារ្យបំផុតសម្រាប់ជីវិតកាឡូហើយបានផ្លាស់ប្ដូរជីវិតរបស់គាត់គឺថ្ងៃគាត់បានទទួលព្រះកាយព្រះគ្រីស្ទជាលើកដំបូងជាថ្ងៃដែលគាត់បានជួបព្រះយេស៊ូវយ៉ាងពិតប្រាកដចាប់ពីថ្ងៃនោះគាត់តែងសុំឪពុកម្ដាយរបស់គាត់ទៅចូលរួមអភិបូជាជារៀងរាល់ថ្ងៃ កាឡូបានយកព្រះកាយព្រះគ្រីស្ទសម្រាប់ចិញ្ចឹមជីវិតខាងវិញ្ញាណខ្លួនឯងចំណែកឯម្ដាយកាឡូវិញពីមុនគាត់មិនសូវកាន់ជំនឿនៃគ្រីស្ទសាសនាយ៉ាងខ្ជាប់ខ្ជួននោះក៏បានប្រែចិត្តគំនិតទៅរកព្រះជាម្ចាស់វិញហើយបានក្លាយទៅជាគ្រូអប់រំជំនឿទៀតផង Carlo mi faceva tante កាឡូ domande. មានសំណួរសួរខ្ញុំជាច្រើនរាល់ភាពល្ងងខ្លៅនិងកង្វះខាតផ្សេងជាច្រើនបានក្រោតលំដាប់លើខ្លួនខ្ញុំហើយខ្ញុំក៏ទទួលស្គាល់ថាកាឡូជាជនសង្គ្រោះដ៏តូចមួយសម្រាប់ជីវិតខ្ញុំព្រោះតាមរយៈគាត់ខ្ញុំបានចាប់ផ្ដើមស្វែងរកជំនឿរបស់ខ្លួន Per lui សម្រាប់កាឡូថ្ងៃនីមួយគឺជាពេលវេលាសម្រាប់ជួបព្រះយេស៊ូវក្នុងអភិបូជា se facevamo ដើម្បីពន្យល់ឲ្យបងប្អូនទាំងអស់គ្នាយល់ថាគាត់ស្រឡាញ់អភិបូជាដល់កម្រិតណានោះខ្ញុំសូមយកឧទាហរណ៍ខ្លះៗសម្រាប់បងប្អូន dove lui រាល់ poteva ពេលដែលយើងធ្វើដំណើរកម្សាន្តគាត់តែងសួររកព្រះវិហារនៅជិតនោះដើម្បីគាត់អាចចូលរួមអភិបូជាបាននិងដើម្បីការណាត់ជួបដ៏សំខាន់ជាមួយព្រះយេស៊ូវគាត់បាននិយាយថាយើងមានសំណាងជាងអ្នកដែលរស់នៅកាលពីជាង 2000 ឆ្នាំមុនខ្លាំងណាស់ពីព្រោះយើងអាចជួបព្រះយេស៊ូវនៅក្នុងព្រះវិហារណាដែលជិតបំផុតសម្រាប់យើង ហើយយើងមានទីក្រុងយេរូសាឡឹមនៅក្នុងផ្ទះរបស់យើងព្រះយេស៊ូវពិតជាមានព្រះវត្តមាននៅគ្រប់ព្រះពន្លានៃព្រះវិហារទាំងអស់ c'è un tabernacolo, ecco. អគ្គសញ្ញាអរព្រះគុណជាផ្លូវល្បឿនលឿនសម្រាប់ឲ្យខ្ញុំទៅកាន់ស្ថានបរមសុខ Carlo diceva កា che ឡូពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញមនុស្សជាច្រើនកកឈរតម្រង់ជួរនៅមុខឆាកប្រគំតន្ត្រីនៅមុខកីឡាដ្ឋានឬនៅមុខរោងកុនពេលមានរឿងទៅនឹងចាញ់ថ្មីប៉ុន្តែនៅមុខព្រះពន្លាវិញ គាត់មិនដែលឃើញគេតម្រង់ជួរឡើយតើវាអាចធ្វើបានទៅដែរឬ ma com'è possibile? Ma noi abbiamo Gesù យើងមានព្រះយេស៊ូវដែលមានព្រះជន្មគង់នៅក្នុងព្រះពន្លាប៉ុន្តែគ្មាននរណាតម្រង់ជួរទៅជួបព្រះអង្គសោះ កាឡូយល់ថាអំពីបញ្ហាទាំងនោះគាត់ក៏ធ្លាប់និយាយជាមួយមនុស្សជាច្រើនដែលបានចំណាយពេលវេលាក្នុងការដេកហាលថ្ងៃក្រោមពន្លឺព្រះអាទិត្យប៉ុន្តែប្រសើរជាងបើអ្នកទាំងអស់បានក្លាយទៅជាមនុស្សដ៏វិសុទ្ធចំពោះព្រះភ័ក្ត្រព្រះយេស៊ូវកាឡូជឿជាក់យ៉ាងមុតមាំថាការទំនាក់ទំនងជាមួយព្រះយេស៊ូវស្រោចស្រង់ព្រលឹងយើង
ផ្លាស់ប្ដូរយើងនិងជីវិតខាងក្នុងរបស់យើងម្នាក់ពេលកាឡូចូលរួមពិធីមនសិការព្រះកាយព្រះគ្រីស្ទគាត់និយាយថាខ្លួនមានអារម្មណ៍ថាព្រះយេស៊ូវពិតជាមានព្រះវត្តមានគង់នៅយ៉ាងពិតប្រាកដមែនហើយគាត់ក៏ដឹងខ្លួនថាគាត់ត្រូវបានស្រូបចូលក្នុងព្រះពន្លាដែរ dal tabernacolo. Haiអ្វីបានជាមនុស្សខ្វល់ខ្វាយអំពីរូបសម្រស់ខាងក្រៅជាជាងសម្រស់ខាងផ្លូវវិញ្ញាណរបស់គេដូច្នេះ Carlo vit pas dans sa bulle. កាឡូមិនអត្តមនិយមឡើយ Carlo ពេលវាតែគាត់ជាកូនតូលក្នុងគ្រួសារក៏ដោយតែគាត់មិនអាយកោនៅក្នុងពិភពលោកនោះទេតាំងពីពេលនៅក្មេងគាត់ចូលរួមបម្រើអ្នកក្រីក្រនៅតាមដងផ្លូវពេលនៅក្មេងគាត់ចងល់ថាតើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបម្រើអ្នកដទៃបើខ្ញុំមានអាយុត្រឹមតែ12ឆ្នាំទោះបីជាគាត់មានតិចតួចក៏គាត់ចែករំលែក Come dice Madre Teresa di អ្នកម្ដាយ Calcutta, តេរេសាធ្លាប់និយាយថាចូលចាប់ផ្ដើមធ្វើល្អនៅមាត់ទ្វារផ្ទះរបស់យើងកាឡូបានយកចិត្តទុកដាក់គ្រប់តាមពាក្យទាំងនេះយើងរស់នៅកណ្ដាលទីក្រុងមីឡាននៅជាន់ក្រោមផ្ទះរបស់យើងតែតែមានមនុស្សឥតមានផ្ទះសម្បែងដេកនៅទីនោះ ទាំងស៊ូទ្រាំអាកាសធាតុត្រជាក់ផងជារៀងរាល់ថ្ងៃកាឡូនិងអ្នកបម្រើម្នាក់ឈ្មោះរ៉ាជេសបានរៀបចំអាហារពេលល្ងាចសម្រាប់អ្នកទាំងនោះជាមួយប្រាក់ដែលគាត់មានកាឡូបានទិញភួយសម្រាប់អ្នកដែលដេកតាមដងផ្លូវទៅវិញ Pour Carlo, dont le meilleur ami, c'était មិត្ត Jésus. សម្លាញ់របស់កាឡូគឺព្រះយេស៊ូវគាត់មានអ្វីមួយដ៏មានសារៈសំខាន់ក្នុងការរាប់អានក្នុងដោយមិត្តភាពនេះគឺជាការចែករំលែកភាពជិតស្និទ្ធជាមួយព្រះគ្រីស្ទឪពុកម្ដាយរបស់គាត់មានបុគ្គលិកម្នាក់ឈ្មោះរ៉ាជេសមកពីវណ្ណៈព្រាហ្មណ៍នៅប្រទេសឥណ្ឌាពេលគាត់មកប្រទេសអ៊ីតាលីដើម្បីធ្វើការអត់មាននរណាគោរពគាត់ប៉ុន្តែកាឡូនឹងក្លាយទៅជាមិត្តសម្លាញ់របស់គាត់មិត្តភាពនេះមានឥទ្ធិពលធំលើជីវិតរបស់គាត់ Elle a été transformante pour Rajesh. Buongiorno, io sono Rajesh. សួស្តីខ្ញុំឈ្មោះរ៉ាជេស A lei che ខ្ញុំនិងកាឡូតែងតែនាំឆ្កែមកលេងទីនេះ con Carlo per កាឡូ fare i passeggiati តែងតែលេង free beer យ៉ាងសប្បាយជាមួយខ្ញុំ e poi ហើយពួកយើងក៏មានអនុស្សាវរីយ៍ជាសើជាច្រើននៅក្នុងសួននេះដែរ crispy e ci divertiamo អស់រយៈពេលច្រើនឆ្នាំកន្លងមកហើយដែលខ្ញុំបានចាប់ផ្ដើមធ្វើការនៅក្នុងគ្រួសារនេះ ogni angolo che lo ហើយខ្ញុំបានជូនកាឡូទៅសាលាមត្តេយ្យទៅសួនឧទ្យានទៅសាលាទៅភពជំនឿឋានជាពិសេសខ្ញុំបានជូនកាឡូទៅព្រះវិហារកាឡូបានប្រាប់ខ្ញុំអ្វីៗជាច្រើនដែលមានសារៈសំខាន់ដូចជារបៀបទទួលព្រះកាយព្រះគ្រីស្ទរបៀបចូលរួមអភិបូជានិងអ្វីផ្សេងទៀតជាច្រើន raccontava tante delle belle cose come come si fa ទោះ per បី la គាត់នៅក្មេងក៏ដោយខ្ញុំគោរពនិងឲ្យតម្លៃគាត់លើសពីគ្រូបង្រៀនរបស់ខ្ញុំទៅទៀតពីព្រោះអ្វីដែលគាត់បានប្រាប់ខ្ញុំបានប៉ះចិត្តខ្ញុំនិងនាំឲ្យខ្ញុំមានអំណរសប្បាយ perché tutto quello che mi raccontava era una cosa veramente di gioia e che toccava tutto il cuore គាត់និ direttamente យាយប្រាប់ខ្ញុំអំពីព្រះជាម្ចាស់ហើយពីព្រះនាងម៉ារីបន្តិចម្ដងខ្ញុំមានអារម្មណ៍ថាជីវិតខាងក្នុងរបស់ខ្ញុំកំពុងតែផ្លាស់ប្ដូរ di anche convertire កាឡូជាក្មេងដែលតូចមួយពិតមែនប៉ុន្តែគាត់ក្លាយជាគំរូសម្រាប់ជីវិតខ្ញុំពិតជាគួរឲ្យសរសើរណាស់ហើយគាត់ជាគ្រូម្នាក់សម្រាប់ខ្ញុំដូច្នេះហើយបានជាខ្ញុំបដូរជំនឿខាងហិណ្ឌូសាសនាទៅជាគ្រីស្ទសាសនាវិញ quello che sono convertito da indù a cristiano. Qui ci troviamo al centro យើ amici ងទាំងអស់គ្នាកំពុងនៅអាស៊ីស៊ីជាផ្ទះនៃមិត្តភ័ក្តិកាឡូ Questo centro è ឪ stato ពុកម្ដាយកាឡូបានបង្កើតផ្ទះនេះឡើងព្រោះកាឡូចូលចិត្តធម្មជាតិនិងសត្វជាក់ស្ដែងនៅក្នុងផ្ទះនេះយើងមានសត្វចិញ្ចឹមមួយចំនួនដូចជាកែសេកនិងបក្សីពូជផ្សេង
ហើយផ្ទះនេះក៏ជាកន្លែងមួយដែលយុវជនជួបជុំគ្នាដើម្បីសំណាក់ធម៌និងអធិដ្ឋានតាមរបៀបសន្តៈហ្វ្រង់ស៊ីស្កូពិតជាចៃដន្យណាស់ដែលខ្ញុំបានខ្លាចទៅជាគ្រីស្ទបរិស័ទគឺនៅពេលខ្ញុំបានឃើញជីវប្រវត្តិកាឡូ នៅលើអ៊ីនធឺណិតខ្ញុំត្រូវការទទួលស្គាល់ថាខ្លួនមិនបានទៅព្រះវិហារប្រហែល25ឆ្នាំទៅ30ឆ្នាំមកហើយខ្ញុំពិតជាបានឃ្លាតឆ្ងាយអំពីជំនឿអស់រយៈពេលយូរកន្លងមកហើយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតរបស់ក្មេងប្រុសមួយរូបនេះខែកញ្ញាឆ្នាំ2013ក្រោយពេលដឹងថាគេបានបញ្ចុះសពគាត់នៅទីក្រុងអាស៊ីស៊ីខ្ញុំចង់ទៅភ្នូររបស់គាត់ភ្លាមៗនៅទីក្រុងនោះខ្ញុំរំជួលចិត្តយ៉ាងខ្លាំងនឹងហូរទឹកភ្នែកទៀតផងខ្ញុំលូតជង្គង់នៅជិតភ្នូរហើយខ្ញុំមិនដឹងថាខ្លួនបានយំនៅទីនោះអស់រយៈពេលប៉ុន្មានដែរចាប់ពីពេលនោះមកជំនឿរបស់ខ្ញុំបានកើតឡើងជាថ្មី Pour Carlo, l'informatique, ចំណុចចំណូលចិត្តរបស់ Carlo គឺជំនាញកុំព្យូទ័រ Carlo គឺជាមនុស្សពូកែម្នាក់ដែលចូលចិត្តបច្ចេកទេសទំនើប Carlo គឺជាសង្តាបុគ្គលដំបូងនៅស្ថានបរិមសុខដែលមានអ៊ីមែលការប្រើប្រាស់បច្ចេកទេសថ្មីៗរបស់គាត់អាចជំរុញយើងនាសម័យបច្ចុប្បន្ននេះជាពិសេសនៅតាមបណ្ដាញសង្គមសំណួររបស់គាត់គឺតើខ្ញុំអាចចែករំលែកចំណូលចិត្តរបស់ខ្ញុំជាមួយមិត្តភ័ក្តិយ៉ាងដូចម្ដេចអ្វីដែលគាត់ចូលចិត្តជាងគេគឺជាព្រះយេស៊ូវក្នុងព្រះកាយព្រះគ្រីស្ទគាត់ហ្វឹកខ្វាយអំពីរបៀបបញ្ជូនបន្ទោដល់ក្មេងជំទង់វ័យស្រកគាត់ដូច្នេះហើយគាត់បានធ្វើការជ្រៅជ្រៅជាច្រើននៅអ៊ីនធឺណិតពីព្រោះនៅលើអ៊ីនធឺណិតមានព័ត៌មានជាច្រើនកាឡូព្យាយាមរំលឹកដល់យុវជនរឿយៗថាជាច្រើនលើកច្រើនសារក្នុងប្រវត្តិសាស្ត្រមានអត្តហេតុមួយបានកើតឡើងដែលគេហៅថាការអស្ចារ្យនៃព្រះកាយព្រះគ្រីស្ទនេះជាហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនិងស្ទើរតែមិនអាចយល់បានទេពេលខ្លះពេលថ្វាយអភិបូជារាប់តែនំប៉័ងនិងស្រាទំពេញបាយជូរធម្មតាខ្លះទៅជាសាកឈាមដល់ពេលប្រកបអស្ចារ្យណាស់កាឡូបាននិយាយថាមែនហើយខ្ញុំត្រូវតែយកការអស្ចារ្យទាំងអស់នេះទៅជាការតាំងពីពណ៌មួយដែលខ្ញុំចង់បង្ហាញអ្វីៗគ្រប់យ៉ាង ការតាំងពីពណ៌នេះបានធ្វើដំណើរទៅកាន់ទ្វីបជាច្រើនជាង 1000 ព្រះសហគមន៍នៅសហរដ្ឋអាមេរិកនៅ Fatima នៅតំបន់ Paralemonia នៅ Guadalupe ការតាំងពីពណ៌នេះបានជួយច្រើនដល់មនុស្សគ្រប់រូបហើយវាបន្តដំណើរទៅកន្លែងផ្សេងទៀតយើងបានបកប្រែតាំងពីពណ៌នេះទៅជាច្រើនភាសាការតាំងពីពណ៌នេះបានប៉ះពាល់ចិត្តមនុស្សជាច្រើននិងធ្វើឲ្យមនុស្សជាច្រើនបានត្រឡប់មករកព្រះយេស៊ូវវិញកាឡូបានបង្កើតចំណងនៃសេចក្តីស្រឡាញ់ពិតជាអស្ចារ្យមែន Le seul problème ពីពេលថ្ងៃមុនពេលបាយតាំងពីពណ៌មានបញ្ហាមួយបានកើតឡើងគឺកាឡូមើលទៅគាត់មើលស្រួលខ្លួនមានរោគសញ្ញាដ៏អាក្រក់នាំឲ្យម្ដាយគាត់មានការព្រួយបារម្ភនិងជូនគាត់ទៅមន្ទីរពេទ្យ កាឡូនៅតែមានសុខភាពល្អដោយគ្មានរោគសញ្ញាពីមុនមកឡើយគ្រូប៉ែប្រាប់ខ្ញុំថាជំងឺមហារីកឈាមបានកើតឡើងដោយស្ងាត់យើងបាននាំគាត់ទៅកាន់មន្ទីរពេទ្យហើយបានជូនដំណឹងទៅដល់កាឡូជាបន្ទាន់ថាគាត់មានជំងឺនេះហើយគាត់ក៏អាចស្លាប់បានដែរកាឡូបាននិយាយបែបដេកសើចព្រះអង្គម្ចាស់បានផ្ដល់ភាពភ្ញាក់ផ្អើលដ៏ខ្លាំងបន្ទាប់មកគាត់និយាយមកកាន់ខ្ញុំថាម៉ាក់ខ្ញុំនឹងមិនមានជីវិតរស់នៅពេលចេញពីទីនេះទេប៉ុន្តែខ្ញុំនឹងបង្ហាញឲ្យម៉ាក់ឃើញពីសញ្ញាផ្សេងទៀតជាច្រើននៅពេលក្រោយពិតមែនកាឡូគ្មានជីវិតពេលចេញពីពេទ្យឡើយគាត់បានស្លាប់ក្រោយរយៈពេល3ថ្ងៃក្នុងមន្ទីរពេទ្យព្រោះជំងឺនេះបានប្រហារជីវិតគាត់យ៉ាងឆាប់រហ័ស
Quindi quando è morto è stato come di colpo un សេចក្តីស្លាប់របស់កូនប្រុសខ្ញុំคล้ายទៅជាភាពងងឹតសូន្យៗរបស់ខ្ញុំវិញ ប្រហែលជាខ្ញុំមិនយល់ខ្ញុំច្រឡំឬក៏ខ្ញុំជឿថាមានអ្វីមួយដ៏ពិសេសបានកើតឡើងខ្ញុំដូចជាវង្វេងស្មារតីមែនដូចជាខ្ញុំបានបាត់លំនឹងទាំងអស់សូម្បីតែជំនឿរបស់ខ្ញុំក៏ត្រូវវង្វេងបាត់ដែរបន្តិចម្ដងយើងបានយល់ថាមិនមែនដូច្នេះទេដោយសារអ្វីដែលបានកើតឡើងជាគម្រោងការរបស់ព្រះជាម្ចាស់យូរទៅខ្ញុំនិងភរិយាខ្ញុំក៏រកឃើញសន្តិភាពក្នុងជម្រៅចិត្តព្រះអង្គអនុញ្ញាតឲ្យយើងទទួលការជឿចាប់មែនក៏ប៉ុន្តែយើងបានទទួលព្រះអំណោយទានដ៏ពិសេសមួយគឺព្រះអង្គបានជួយឲ្យយើងយល់ថាព្រះអង្គមានគម្រោងការនៃសេចក្តីស្រឡាញ់ក្នុងគ្រប់បញ្ហាទាំងអស់អ្វីទាំងអស់នោះបានជួយឲ្យយើងទទួលបានសេចក្តីសុខសាន្តហើយយូរទៅព្រះជាម្ចាស់បានព្យាបាលយើងទាំងពីរនាក់នៃការឈឺចាប់នៃការបាក់បែកដ៏អាក្រក់នេះបន្ទាប់មកខ្ញុំដឹងថាមានមនុស្សជាច្រើនបានស្រឡាញ់កាឡូសប៉ុន្តែខ្ញុំមិនស្គាល់ពួកគេទេពេលពិធីបុណ្យសពមានបណ្ដាជនជាច្រើននៅក្នុងព្រះវិហារយើងភាគច្រើនដែលខ្ញុំមិនស្គាល់មានប្រជាជនសាមញ្ញអ្នកក្រីក្រប្រជាជនសាសនាដទៃទៀត con la chiesa piena di persone che non conoscevo il custode del បន្តិចម្ដងយើងបានរកឃើញជីវិតថ្មីដោយសារការផ្ដល់សក្ខីភាពរបស់បងប្អូនទាំងនោះវិធីបុណ្យសពនេះពិតជាប្លែកណាស់វាប្រៀបដូចជាវិធីជប់លៀងទៅវិញ Il funerale era assolutamente unico, sembrava quasi una festa. Carlo Cutis è morto il 12 ottobre 2006. កាឡូសបានទទួលមរណភាពនៅថ្ងៃទី12ខែតុលាឆ្នាំ2006បន្ទាប់មកនៅឆ្នាំ2011ព្រះសហគមន៍នៅទីក្រុងមីឡានបានចាប់ផ្ដើមបើកដំណើរការស្រាវជ្រាវអំពីជីវិតរបស់កាឡូសដើម្បីទទួលគាត់ជាអ្នកសុភមង្គលមួយរូបកាឡូសបានធ្វើការអស្ចារ្យមួយនៅប្រទេសប្រេស៊ីលគឺជាការព្យាបាលឲ្យជាសះស្បើយរបស់កុមារម្នាក់ដែលមានជំងឺលំពេងពីកំណើតតាមរយៈពាក្យទូអង្វររបស់កាឡូសបុព្វចារ្យម្នាក់បានស្គាល់កាឡូសតាមបណ្ដាញសង្គមបានអញ្ជើញមនុស្សគ្រប់គ្នាឲ្យអត្ថានសម្រាប់គាត់នៅថ្ងៃទី12ខែតុលាលោកបុព្វចារ្យនោះក៏បានធ្វើអភិបូជាសម្រាប់ថ្ងៃខួបមរណភាពរបស់កាឡូសដែរបន្ទាប់ពីអភិបូជាមានក្មេងម្នាក់ដែលមានជំងឺលំពេងជាទម្ងន់ដេកលើដៃរបស់គាត់បានជាសះស្បើយពីជំងឺទៅ Il primo passaggio è la consulta medica. ជំហានដំបូងគឺត្រូវឲ្យពេទ្យពិនិត្យលទ្ធផលនៃការជាសះស្បើយនោះក្រុមគ្រូពេទ្យបានសិក្សាស្រាវជ្រាវធ្វើសេចក្តីសន្និដ្ឋានថាការជាសះស្បើយនេះបណ្ដាលមកពីវិទ្យាសាស្ត្រឬទេនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2019ទាំងអស់គ្នាបានបោះឆ្នោតឯកភាពសម្រាប់ករណីរបស់កាឡូសថាការជាសះស្បើយនេះពិតជាអស្ចារ្យដែលយើងមិនអាចបញ្យល់តាមវិទ្យាសាស្ត្របានឡើយបន្ទាប់មកគេក៏បាននាំជូនទៅដល់គណៈកម្មការនៃទេវវិទ្យាដើម្បីធ្វើការបញ្ជាក់ថាមានទំនាក់ទំនងរវាងការជាសះស្បើយនិងការអធិដ្ឋានរបស់កាឡូសពិតមែនទាំងអស់គ្នាបានយល់ស្របជាមួយគ្នាថាមានទំនាក់ទំនងគ្នាពិតមែន សម្រាប់ខ្ញុំកាឡូសជាអ្នកប្រកាសដំណងល្អស្មុងថ្មីនៃទ្វីមួយដែលគ្មាននរណាស្គាល់គាត់ជាបុគ្គលមួយរូបនៃចំនួនអ៊ីនធឺណិត La morte di Carlo sicuramente មរណភាពរបស់កាឡូធ្វើឲ្យខ្ញុំរីកគិតពិចារណាអំពីអត្ថន័យនៃជីវិតថាតើមានព្រះជាម្ចាស់ឬទេមានសំណួរជាច្រើនគេសួរទៅក្មេងជំទង់ហេតុអ្វីបានជាខ្ញុំជឿតើខ្ញុំជឿមកពីខ្ញុំចង់ជឿឬក៏ខ្ញុំស្ដាប់បង្គាប់អ្នកណាម្នាក់
certo modo di pensare e quindi io lo subisco passivamente. Quindi ho avuto un តាមពិត periodo di dubbio ខ្ញុំបានឆ្លងកាត់រយៈពេលមួយដែលបានពោរពេញដោយការសង្ស័យ oltre al perché ពេលនោះខ្ញុំតែងសួរខ្លួនឯងថាហេតុអ្វីកាឡូស្លាប់ se fosse sbagliato តើមានយុត្តិធម៌សម្រាប់គាត់ឬទេឥឡូវនេះខ្ញុំធំហើយ riflettendo adesso con quello che ពេល è នេះ accaduto ខ្ញុំគិតថាអំពីសេចក្តីស្លាប់របស់កាឡូនិងអំពីអ្វីៗដ៏ល្អៗដែលគាត់បានធ្វើខ្ញុំឃើញថាគាត់បានជួយមនុស្សជាច្រើននិងជាពិសេសគឺខ្ញុំផ្ទាល់ che non credevo ពីព្រោះខ្ញុំបានរកឃើញជំនឿរបស់ខ្ញុំដែលកាលពីមុនខ្ញុំមិនបានជឿលើព្រះជាម្ចាស់នៃគ្រិស្តសាសនាឡើយ questo sentimento l'ho ritrovato. Carlo ha detto កាឡូបានប្រាប់យើងថាគោលដៅនៃជីវិតខ្ញុំគឺរស់រួមជាមួយព្រះយេស៊ូវជានិច្ចហើយឃ្លានេះមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតខ្ញុំផ្ទាល់អ្វីដែលជាចាំបាច់បំផុតគឺត្រូវរស់នៅយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូវជានិច្ច uno nel cuore con Gesù. សូមថ្លែងព្រះគម្ពីរដំណឹងល្អតែងដោយសន្តៈលូកាស្រូវដែលត្រូវច្រូតមានច្រើនណាស់តែអ្នកច្រូតមានតិចពេកហេតុនេះសូមអង្វរម្ចាស់ស្រែឲ្យចាប់អ្នកច្រូតមកក្នុងស្រែរបស់លោកចូលនាំគ្នាទៅចុះខ្ញុំចាប់អ្នករាល់គ្នាទៅដូចឲ្យកូនជៀមទៅកណ្ដាលហ្វូងចចកកាឡូសបានស្គាល់ការចាប់ផ្ដើមនៃអ៊ីនធឺណិតហើយគាត់ក៏ជាមនុស្សដំបូងបង្អស់ដែលបានប្រើបច្ចេកទេសថ្មីដើម្បីធ្វើការផ្សាយដំណឹងល្អអោព្រះអម្ចាស់អើយសូមប្រោសប្រទានឲ្យយើងខ្ញុំមានភាពក្លាហាននិងមានអំណងប្រាថ្នាចង់យកតម្រាប់តាមគំនូររបស់កាឡូសសូមកុំឲ្យយើងភ័យខ្លាចក្នុងការប្រើប្រាស់ឧបករណ៍ទំនើបសពថ្ងៃដើម្បីបញ្ជូនសេចក្តីស្រឡាញ់របស់ព្រះអង្គនិងដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីព្រះអង្គតាមរបៀបដែលយើងប្រើប្រាស់អ៊ីនធឺណិតអាចជាទីជម្រកនៃភាពឯកោនិងអបាយកលផ្សេងដែរទោះជាយ៉ាងណាក៏ដោយអ៊ីនធឺណិតក៏អាចបម្រើអំពើល្អនិងបង្ហាញអំពីភាពជ្រះថ្លាដូចជាកាឡូសដែលបានធ្វើអញ្ចឹងអោព្រះអម្ចាស់អើយសូមធ្វើឲ្យយើងខ្ញុំធ្វើជាឧបករណ៍នៃភាពស្រស់ស្អាតនេះសម្រាប់ពិភពលោកទាំងមូលសូមឲ្យយើងខ្ញុំចេះចាប់អារម្មណ៍នឹងអ្វីមួយដែលល្អនៅក្នុងដួងចិត្តមនុស្សគ្រប់គ្នាផងពិភពលោកកំពុងតែរងនៅជំងឺរាតត្បាត COVID-19 ហើយបណ្ដាលឲ្យមនុស្សជាច្រើនត្រូវបង្ខំរស់នៅក្នុងផ្ទះរបស់ខ្លួនរហូតគឺពេលនេះហើយដែលអ៊ីនធឺណិតនិងបណ្ដាញសង្គមបានបង្ហាញពីកម្លាំងដ៏អស្ចារ្យដើម្បីចិញ្ចឹមបីបាច់ទំនាក់ទំនងនិងការរក្សាការរួបរวมគ្នាអោព្រះជាម្ចាស់អើយសូមជួយយើងខ្ញុំឲ្យចេះបន្តដំណើរលើមាគ៌ារបស់កាឡូសដោយចេះទទួលស្គាល់ទីសម្គាល់ផ្សេងៗនាពេលបច្ចុប្បន្ននេះសូមជួយពង្រឹងចំណងមិត្តភាពរបស់យើងខ្ញុំនិងសូមបន្តភ្ជាប់ការទំនាក់ទំនងរបស់យើងខ្ញុំក្នុងការអធិដ្ឋានដែលព្រះអង្គបានចាប់ផ្ដើមផងសូមឲ្យយើងទាំងអស់គ្នាក្លាយជាវត្តអារាមដ៏ស្ងៀមស្ងាត់មួយសម្រាប់ព្រះវត្តមានរបស់ព្រះអង្គផងsono destinata a morire.